នៅក្នុងទូទឹកកកបើអត់អីផ្សេងអត់បានតែបើអត់មួយមុខនេះវិញគឺអត់បានហ្មងព្រោះដោយសារមួយមុខហ្នឹងធ្វើបានគ្រប់មុខហ្មងញ៉ាំក៏បាននំបញ្ចុកទឹកត្រីផ្អែមក៏បានបងចង់យកមកជ្រលក់ណែមឬក៏កញ្ឆាយអីក៏បានដែរហើយមិនតែប៉ុណ្្នឹងទេធ្វើឲ្យប៉ុណ្្នឹងគឺទុកបានរាប់ខែក្នុងទូទឹកកកបងគ្រាន់តែមានទឹក4កូនចានចង្កឹះស្ករសសម្រាប់ខ្ញុំប្រើ2កូនចានចង្កឹះហើយជាមួយនឹងទឹកត្រី1កូនចានចង្កឹះជាមួយនឹងអំបិលម៉ាឡាភីកាហ្វេហើយនិយាយពីថាការវល់វិញខ្ញុំយកចានតែមួយឯងគឺវល់គ្រប់មុខហ្មងព្រោះនៅពេលដែលយើងយកចានវល់គឺកម្រិតរបស់យើងយកមកវល់ហើយធ្វើទឹកថយគឺនិយាយពីថាស្មើល្អមែនតែនសម្រាប់ខ្ញុំប្រើម្នាស់មួយចាហៀងហើយនិយាយពីថាម្នាស់ហ្នឹងគឺខ្ញុំទិញមកលើកមុនហ្នឹងខ្ញុំទិញមកខ្ញុំញ៉ាំអត់អស់ដល់ពេលអញ្ចឹងទៅនៅសមមួយចាហៀងហ្នឹងមិនដឹងទុកធ្វើអីអញ្ចឹងមានតែយកវាយកមកធ្វើទឹកត្រីហ្នឹងទៅព្រោះគិតថាយកមកធ្វើទឹកត្រីទៅវាចំណេញដែរវាគាត់ជួនមួយទឹកត្រីយើងអស់ដែរអញ្ចឹងណាខ្ញុំដាក់វាចូលនៅក្នុងទឹកត្រីយើងហើយយើងកូរវាដើម្បីឲ្យលាយស្ករនៅបាតខាងក្រោមអញ្ចឹងណាហើយយើងបើកភ្លើងរៀងល្មមបានហើយកុំបើកខ្លាំងពេកហើយយើងទុកវារហូតដល់វាពុកខូចបែបនេះបាទខ្ញុំបិទភ្លើងនឹងចោលនិយាយទៅខ្ញុំគឺត្រឡប់ភ្លក់គ្រប់មុខហ្មងសូម្បីតែទឹកត្រីក៏ខ្ញុំភ្លក់ដែរហើយបើម្នាស់នៅក្នុងទឹកត្រីហ្នឹងវិញខ្ញុំយកវាយកមកកិនយកទឹកហើយចាក់ចូលនៅក្នុងហ្នឹងក៏ប៉ិតពីមុនខ្ញុំអត់ដែរដឹងទេតែថ្ងៃមុនហ្នឹងខ្ញុំខទៅម៉ាក់ខ្ញុំហ្នឹងម៉ាក់ខ្ញុំប្រាប់ពីរូបមន្តធ្វើទឹកត្រីហ្នឹងហើយខ្ញុំអត់ដែរដឹងសោះម្នាស់ហ្នឹងរត់ដល់ខ្ញុំស្រង់បោះចោលរហូតដល់ពេលលើកហ្នឹងខ្ញុំសាកកិនវាហើយខ្ញុំចាក់ចូលក្នុងទឹកត្រីហ្នឹងមានអីឈ្ងុយតែហើយចុងក្រោយគេហ្នឹងពេលទឹកត្រីយើងរៀងចុះក្តៅតិចហើយបាទខ្ញុំចាក់ទឹកខ្មេះមកកូនចានចង្កឹះយើងចូលគ្រាន់តែរូបមន្តប៉ុណ្្នឹងឯណាខ្ញុំអាចធ្វើទឹកត្រីបានទៅដល់1លីត្រកន្លះខ្ញុំអាចទុកក្នុងទូទឹកកកយ៉ាងហោចណាស់ក៏បាន1ខែ2ខែអីដែរបើសិនជាបងចង់ទុកនៅក្នុងទូទឹកកកបានយូរបងមិនទាន់លាយខ្ទឹមលាយម្ទេសលាយអីផ្សេងទេតែបើបងចង់ញ៉ាំភ្លាមបងអាចយកវាយកមកលាយជាមួយនឹងខ្ទឹមសម្ទេសឬក៏អាចឈូសជាមួយនឹងការ៉ុតឬក៏ឆៃថាវក៏បានដែរតែប៉ុណ្្នឹងឆ្នៃបានគ្រប់មុខហ្មង